អ្នកទាំងអស់គ្នាខ្ញុំមានបន្ទប់អានសភៅមួយហើយបន្ទប់អានសភៅហ្នឹងគឺជាបន្ទប់ដែលចល័តខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាមានបន្ទប់អានសភៅដែរតែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មានបន្ទប់អានសភៅទេអ្នកទាំងអស់គ្នាអាចបង្កើតវាឥឡូវបានអញ្ចឹងវាអត់មានអីពិបាកទេគ្រាន់តែអ្នកទាំងអស់គ្នាដាក់សភៅទៅតាមកាបូបដាក់ទៅតាមខ្លួនរហូតដល់ពេលដែលយើងទៅណាសភៅហ្នឹងនឹងទៅតាមយើងហើយអត់ខ្វល់ថាសភៅហ្នឹងអ្នកទាំងអស់គ្នាអានឬក៏អត់អានទេឲ្យតែអ្នកទាំងអស់គ្នាដាក់ចាប់ខ្លួនហើយនៅពេលមួយដែលអ្នកទាំងអស់គ្នាទៅណាឬក៏អ្នកទាំងអស់គ្នារងចាំណាគេម្នាក់ហើយប្រកាសជាអ្នកទាំងអស់គ្នាចង់ឆ្លៀតពេលមួយដើម្បីទៅអានសភៅហ្នឹងហើយការបង្កើតបន្ទប់អានសភៅហ្នឹងគឺបង្កើតចេញពីការសម្ដែងហាមិនបើខ្ញុំនិយាយចឹងមិនបង្កើតចេញពីការសម្ដែងវិញនៅពេលដែលអ្នកទាំងអស់គ្នាសម្ដែងអានសភៅអ្នកទាំងអស់គ្នានឹងជក់សម្ដែងរហូតអ្នកទាំងអស់គ្នាសម្ដែងវាដល់ពេលអ្នកទាំងអស់គ្នាសម្ដែងរឿងនឹងសម្ដែងរហូតអត់ភ្លេចគិតថាវាមិនជាការសម្ដែងអញ្ចឹងត្រឡប់មកវិញ main topic នៃវីដេអូនេះបើសិនជាចង់បង្កើតត្រឡប់អានសភៅគ្រាន់តែយកសភៅដាក់តាមខ្លួនទៅហើយរៀនសម្ដែងធ្វើវា